Hello ឥឡូវហ្នឹងមកជួបអូយមិនងាយបានជួបទេលោកអើយម៉ែទៅណាគាត់ឡើងខ្ពស់អស់ទៅហ៎ព្រោះថាអញ្ចាក់មើលខ្ញុំប្រាប់ជុតតែព្រោះថាអញ្ចាក់ទាំងអស់គ្នាព្រោះថាអញ្ចាក់អាណែងគាត់ចាញ់ច្រើនតែយើងចាស់វាអត់ទៅបានចាញ់មួយចាចាំនៅស្តុកបាទអញ្ចឹងទៅបាត់មុខច្រើនណាកូនប្រចាំនៅស្តុកហ្នឹងហើយអានេះទៅបញ្ចេញពីស្តុកមកចាំចេញពីស្តុកហ្នឹងអូចាស់នោះបានចាញ់មួយថ្ងៃទៅចាំគេស្តុកតុកកូនគេស្តុកតុកគេស្តុកតុកហើយចិត្តកូនណែងកូនមុនស្នេហ៍មានស្គាល់ផេករបស់យាយអត់ស្គាល់ថាទៅយាយស្គាល់ទេស្គាល់មែនអត់ទេណែបងប្អូននេះសុទ្ធតែជាសិល្បៈចំនួនក្រោយចាចំនួនតំពាំងទឹកដុកបាច់តំពាំងនេះតំពាំងនេះដោះម្សិលមិញពេលព្រៀងមកគឺវាដោះសម្បងខ្ញុំសម្មិញហ្នឹងណាឥឡូវសំខាន់ណាគេស្គាល់ច្បាស់ណាស់ថាថតមួយបងសាក់ឥឡូវអយុធធនណាបងសាក់ហើយនឹងខ្ញុំនឹងអាយុតាណាគ្នាសោះត្រង់ខ្ញុំហៅយាយហើយបងសាក់ហៅបងអាម៉េចឥឡូវឯងចង់មិនមួយខ្ញុំក៏បងឥឡូវតែក៏បងអញយាយស្រួលបងទេតាដែរបានសុកចិត្តព្រោះអាយុស្មើគ្នាតាកូនហ្នឹងហើយមកពីកូនឯងធ្វើខ្លួនគាត់ឯងធ្វើខ្លួនយាយអញ្ចឹងគេហៅយាយអត់មានធ្វើខ្លួនយាយទេចេញមកយាយបណ្ដោយហេមីដាយមកទុំលើអញស្អីហ្នឹងពួកនេះលងស្នេហ៍ឡាតែមើលឪគាត់ប្រកបក្មេងថាកូនឯងឈួតពួកតារាឈួតថ្ងៃសិលឈួតតែឪថ្ងៃហ្នឹងអត់សិលផងណាបោកឆក់ញ៉ាំកូនក្មេងហ្នឹងឪឈួតដែរចាំមិនដឹងតែថ្ងៃហ្នឹងឪឈួតអត់សិលមានសិលជាខណៈឃើញធ្វើលេលើទេមើលហ្នឹងហើយខែគេយ៉ាត់ខ្ញុំឈួតនៅឪនេះឈ្គង់ឯងអត់សិលទេគេអត់ហៅមកគឺហៅមកសឹងមកដែរគាត់នេះឈួតគេមកតែអញ្ចឹងកាន់ណាកុំប្រកាន់គាត់អត់សិលជាទេខ្ញុំថតជំនួយខោតក្លិចខ្ញុំអស់ហើយចាំហើយពីរនាក់នេះនិយាយយល់ការជាមួយខ្ញុំមិនដែរឈួតដែរចាឈួតដែរហ្នឹងហើយអញ្ចឹងលេលើមកភូមិតែឲ្យទេអត់ឈួតកូនឈួតឪឈួតហើយមានកូនណាឈួតឪហើយមិនឈួតទេនិយាយទៅមានទៅតាមខ្សែសាលាមកកូនរឿងទៅជុំនេះណាកូនឯងញ៉ាំអីនៅអូចុះខាងផលិតកម្មគេមានត្រៀមរបស់ញ៉ាំឲ្យអត់អត់ទេងាប់ហើយមិនចឹងអូយក្មេងមិនហ្វេនខ្ញុំណានិយាយស្ដីឲ្យនិយាយឈួតអត់ចៅគួរថៃឡប់ទៀតមិនទេអូយមកពេកតាមមើលនឹងឈួតដែរនេះឈួតខោទូរស័ព្ទដែរនេះឈួតអីគួរឆ្លាតបានមិនងាប់សំខាន់ចៅស្គាល់មនុស្សឈួតអត់មានស្គាល់ចឹងម្នាក់ឯងឈួតមែនអត់ស្គាល់ត្រូវនេះមានមួយអត់ស្គាល់កែមិនដឹងនេះស្គាល់ទាំងអស់មនុស្សឈួតចឹងម្នាក់តែឯងនឹងឈួតបងប្អូនណៃជួយគ្នាផងថ្ងៃខ្លះដូចមនុស្សជាដូចយើងចឹងហ្នឹងស្រួលសាឡាហ្នឹងហ្នឹងរៀងស្រួលអីហ្នឹងឈួតមកក្រអេមកក្រអេកូនយ៉ាត់តិចចាំមើលគាត់បោកឆក់ណាគាត់ចាប់បោកឆក់ស្អីយ៉ាងបែរនេះគ្រាហ៊ាននិយាយមិនឈួតបាយនិយាយតួកាចនិយាយវាយកលាបអាម៉េចក៏និយាយវាយពួកកូនឯងអញ្ចឹងត្រៀមខ្លួនឲ្យហើយទៅព្រោះតួយាយហ្នឹងគេមកឲ្យវាយក្មេងមើលក្នុងរឿងកលាប់ខ្មៅមើលថាអ៊ំវាយក្មេងអីយាយវាយក្មេងមិនវាយខ្លាំងទេវាយខ្លាំងអញ្ចឹងឥឡូវហ្នឹងក៏គេឲ្យមកវាយពួកកូនឯងខ្លាំងដូចវាយកលាប់អញ្ចឹងហើយឥឡូវហ្នឹងមិនថាត្រូវរត់ទៅផ្ទះឲ្យទៅហើយកុំឲ្យនេះឈួតនេះវាយទាន់យល់ទេចាំដល់ភ័យហើយឈួតទេហើយយកឲ្យវាសាហាយឯងដែរហើយកូនអ្នកមួយទៅ